រំជុំរឿងប្រែងនិទានខ្មែរសូមជូនរឿងមនុស្សលោកកាលពីប្រែងនាយមានកុមារីម្នាក់អាយុ14ឆ្នាំត្រូវម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនោះរៀបចំរួចស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមានដំបូកមួយមានរោងជ្រៅកុមារីនោះទៅជីកដំឡូងនៅជើងដំបូកនោះរបូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរោងនោះនាងនោះមិនដឹងធ្វើដូចម្តេចក៏ស្រែកប្រកាសថាលោកណាជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបៅក្បាលរុយរោងបែងដង្កូវចុះគក្រិចចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថានាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតាហើយតាមិនចាំបាច់យកគុណពីចៅទេនាងនោះឮដូច្នេះក៏និយាយថាអើលោកតាអើយឲ្យតែលោកតាជួយយកឲ្យបានចុះខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះហើយឲ្យនាងនោះរកចៃឲ្យនាងនោះយកបន្លាមកឆ្កឹះដង្កូវនៅក្នុងដំបៅក្បាលខ្លានោះចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងនោះឆ្លើយទៅវិញថាក្រអូបណាស់លោកតាខ្លានោះចេះតែសួរនាងចេះតែថាក្រអូបចុះឆ្កឹះដង្កូវអស់ទៅខ្លានោះបាត់ឈឺបាត់រមាស់ហើយនិយាយប្រាប់នាងនោះថានាងយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសប្រាក់ពេញជាលនោះចងមាត់ជាលជាប់ឲ្យតនាងនោះរួចប្រាប់នាងថានាងយកជាលនេះទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសឹមបើកមើលនាងនោះលាខ្លាដើរទៅដល់ផ្ទះហៅបងប្អូនមកជួបរួចក៏បើកជាលនោះដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នាលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនក្រមុំស្រីនោះបញ្ចូលកូនក្រមុំថាហងឯងមើលកូនគេទៅជីកដំឡូងបានមាសប្រាក់យកមកចែកបងប្អូនគេហងឯងទៅជីកដំឡូងបានតែដំឡូងគ្មានបានខ្មោចអ្វីទេថ្ងៃក្រោយស្រីនោះឲ្យកូនទៅជីកដំឡូងដូចនាងនោះទៀតលុះទៅដល់បានជួបប្រទះនឹងខ្លាមុនទៀតក៏ធ្វើជាជ្រុះចងដូចនាងមុនហើយថាលោកណាយកចបឲ្យខ្ញុំនឹងសងគុណលោកខ្លានោះឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាឮដូច្នេះនាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យ
នាងយកជាលឲ្យខ្លាដាក់សត្វតែពោះវែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសឹមបើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអនណាឲ្យបងប្អូនមកជុំបិទទ្វារបើកជាលមើលពុះវែកចេញមកចាក់មនុស្សទាំងនោះស្លាប់អស់ទៅរឿងនិទានខ្លីខ្ញុំក៏សូមបញ្ចប់ត្រឹមនេះជាចុងក្រោយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អគ្រប់គ្នាសូមបងប្អូនកុំភ្លេចចុច Subscribe ជូនខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតនៅវីដេអូក្រោយៗទៀតសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូបន្តសូមអរគុណសូមជម្រាបលា